ចង់ឆាប់មានកូនសេសមិនគួររំលងរបបអាហារទាំង5ប្រភេទនេះឡើយ1បន្លែពណ៌បៃតងនិងផ្លែឈើការញ៉ាំពពុះបន្លែបៃតងដូចជាស្ពៃពួយលេងបៃខៀវដែលសម្បូរទៅដោយសារធាតុ folate គឺស័ក្តិសមបំផុតសម្រាប់សេសដែលកំពុងតែចង់បានកូនទន្ទឹមនឹងនេះកម្រិតនៃការមានផ្ទៃពោះក៏នឹងកើនឡើងនៅពេលដែលយើងបន្ថែមខ្ទឹមសប៉េងប៉ោះផ្លែបឺនិងផ្លែទទឹមចូលទៅក្នុងរបបអាហារ2គ្រាប់ធនជាតិកាបូនអ៊ីដ្រាត complex ដែលមាននៅក្នុងគ្រាប់ធនជាតិដូចជាអង្ករសម្រូបនិងសេសាឡីអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដែលប៉ះពាល់ដោយផ្ទាល់ទៅដល់ការមានកូន3ខ្លាញ់សុខភាពអាស៊ីតខ្លាញ់ omega 3ដែលមាននៅក្នុងផ្លែអាម៉ុនគ្រាប់ល្ពៅឬត្រីសាម៉ុនមានសារៈសំខាន់ណាស់ដល់សុខភាពបន្តពូជពីព្រោះរបបអាហារទាំងនេះអាចជួយកាត់បន្ថយការរលាកនិងជួយការពារគុណភាពស៊ុត4ទឹកដោះគោជាមួយគ្នានេះដែរពពុះទឹកដោះគោជូរឬទឹកសណ្តែកសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D អញ្ចឹងហើយសេសយើងគួរតែញ៉ាំទឹកដោះគោឲ្យបាន2កែវជារៀងរាល់ព្រឹកដើម្បីសម្រួលដល់ដំណើរការធ្លាក់មេជីវិតញីក៏ដូចជាផ្ដល់នូវពពួកប្រូប៉ាយោទិកដល់រាងកាយ5អាហារសម្បូរជាតិដែកពពុះធនជាតិនិងគ្រាប់សណ្តែកជាប្រភពនៃជាតិដែកដែលអាចជួយផ្ទេរអុកស៊ីសែនទៅកាន់សរីរាង្គបន្តពូជមួយវិញទៀតគ្នាយើងដែលកំពុងត្រៀមយកកូនក៏មិនគួររំលងឆៃថាវក្រហមបន្លែជ្រក់ឬនំប៉័ងដែលចម្រាញ់ចេញពីគ្រាប់ធនជាតិផងដែរ